ស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ពៅ Novel Canada កុំភ្លេចជួយ Subscribe ផងណាតោះយើងចូលចម្ពោះបន្តនៅលើមេឃដ៏ខ្ពស់លោកគ្រូទី6កំពុងបន្តវាយប្រហារទៅលើបុព្វបុរសកាយសមុទ្រយ៉ាងសាហាវឃោរឃៅការប្រយុទ្ធនេះឡើងជាការប្រកួតកម្លាំងធម្មតាទៀតហើយវាគឺជាការផ្ទុះឡើងនៃការឈឺចាប់ការសោកស្ដាយនិងការស្អប់ខ្ពើមដែលប្រមូលផ្ដុំអស់រយៈពេលជាយូរឆ្នាំរាល់ពេលដែលបុព្វបុរសត្រូវបានកំទេចគាត់បែរជាអាចរស់ឡើងវិញម្ដងហើយម្ដងទៀតហើយការមើលឃើញរឿងនេះកាន់តែធ្វើឲ្យលោកគ្រូទី6បាត់បង់ភាពស្ងប់ស្ងាត់និងធ្លាក់ចូលទៅក្នុងភាពឈួតលីលាកាន់តែខ្លាំងប៉ុន្តែខណៈដែលសង្គ្រាមដ៏គួរអភ័យខ្លាចកំពុងផ្ទុះឡើងនៅលើមេឃខាងក្រោមកោះវិញក៏មានព្យុះមួយទៀតកំពុងបោកដូចគ្នាហើយព្យុះនោះគឺស៊ូឈីងចាប់តាំងពីគាត់ឈានជើងចូលលើកោះនេះមកគាត់មិនបានបង្ហាញក្តីមេត្តាសំបីតែបន្តិចអ្នកប្រយុទ្ធផ្កាយសមុទ្រទាំងអស់ដែលឈរនៅចំពោះមុខគាត់សុទ្ធតែត្រូវដួលរលំម្នាក់ហើយម្នាក់ទៀតគ្រប់ជំហានដែលគាត់ដើរមានតែសាកសពនៅពីក្រោយគ្រប់កន្លែងដែលគាត់ឆ្លងកាត់មានតែឈាមនិងសម្រែកនៃការប្រយុទ្ធប៉ុន្តែក្នុងអំឡុងពេលកញ្ចាត់សត្រូវទាំងនោះស៊ូឈីបានចាប់អារម្មណ៍ទៅលើអ្វីមួយដែលចម្លែកខ្លាំងនៅក្នុងរាងកាយរបស់អ្នកប្រយុទ្ធផ្កាយសមុទ្រជាច្រើនមានសរសៃដូចដង្កូវចម្លែកនៅខាងក្នុងខ្លះមានរាងស្ដើងដូចខ្សែស្រឡាយខ្លះទៀតរមូលចូលគ្នាដូចជាបណ្ដុំសត្វមានជីវិតអ្វីដែលគួរឲ្យភ័យខ្លាចជាងនេះគឺពួកវាហាក់ដូចជាភ្ជាប់ជាមួយព្រលឹងនិងស្មារតីរបស់ម្ចាស់រាងកាយរាល់ពេលដែលសរសៃចម្លែកទាំងនោះភ្លឺឡើងអ្នកប្រយុទ្ធផ្កាយសមុទ្រនឹងបាត់បង់ការភ័យខ្លាចទាំងស្រុងហើយសម្រុកចូលប្រយុទ្ធដោយមិនខ្វល់ថាពួកគេរស់ឬស្លាប់វាហាក់ដូចជាមានអ្វីមួយកំពុងគ្រប់គ្រងពួកគេនៅពីក្រោយឆាកកាន់តែសង្កេតស៊ូឈីងកាន់តែដឹងថាការពិតនេះគួរឲ្យរន្ធត់ជាងអ្វីដែលគាត់បានគិតព្រលឹងរបស់សមាជិកផ្កាយសមុទ្រជាច្រើនមិនពេញលេញទេថាមពលជីវិតរបស់ពួកគេត្រូវបានបង្ហូរចេញឈាមវិញ្ញាណនិងថាមពលស្នូលរបស់ពួកគេហាក់ដូចជាត្រូវបានស្រូបយកជាមុនរួចទៅហើយវាបង្ហាញថាកោសម្ព័ន្ធផ្កាយសមុទ្រកំពុងលាក់បាំងអាត់កំបាំងដ៏ខ្មៅងងឹតមួយប៉ុន្តែស៊ូឈីងគ្មានពេលសម្រាប់ស៊ើបអង្កេតទេសត្រូវកាន់តែច្រើនបានសម្រុករកគាត់ពីគ្រប់ទីនៅពីក្រោយខ្នងរបស់គាត់រូបក្អែកមាសបានឆេះឡើងដោយអាណត្តិភ្លើងមាសដ៏អស្ចារ្យដំបងដៃរបស់គាត់បានចាក់ទម្លុះសត្រូវម្នាក់ហើយម្នាក់ទៀតស្រមោលរបស់គាត់រីករាយដូចជាសុបិនអាក្រក់មួយចំណែកឯវងសត្វល្អិតខ្មៅវិញកំពុងលេបត្របាក់អ្វីៗគ្រប់យ៉ាងនៅលើផ្លូវរបស់ពួកវាមិនថាជាដើមឈើអាគារឬអ្នកប្រយុទ្ធគ្មានអ្វីអាចរារាំងពួកវាបានឡើយបន្តិចម្ដងខ្សែការពារផ្កាយសមុទ្របានដួលរលំទាំងស្រុងស៊ូឈីងបានបង្កើតផ្លូវមួយដែលពោពេញដោយឈាមនិងសាកសពឆ្ពោះទៅកាន់បេះដូងនៃកោះទីបំផុតប្រាសាទបុរាណក៏លេចចេញនៅចំពោះមុខគាត់ប៉ុន្តែការទៅដល់ទីនោះមិនមែនមានន័យថាការប្រយុទ្ធបានបញ្ចប់ឡើយនៅខាងក្រៅប្រាសាទមានអ្នកការពារដ៏ខ្លាំងក្លាចំនួន4អ្នកកំពុងរងចាំពួកគេខុសពីអ្នកប្រយុទ្ធធម្មតារាងកាយរបស់ពួកគេហាក់ដូចជាត្រូវបានផ្លាស់ប្ដូរដោយកម្លាំងចម្លែកមួយហើយថាមពលដែលពួកគេបញ្ចេញមកពួកឲ្យខ្លាចជាខ្លាំងភ្លាមនៅពេលដែលពួកគេឃើញស៊ូឈីងពួកគេក៏សម្រុកវាប្រហារអ្នកប្រយុទ្ធខ្លាំង4អ្នកប្រឆាំងនឹងមនុស្សម្នាក់ប៉ុន្តែការប្រយុទ្ធបញ្ចប់លឿនជាងអ្វីដែលនរណាម្នាក់រំពឹងទុកស៊ូឈីងបានបញ្ចេញកម្លាំងពេញលេញរបស់គាត់អណ្ដាតភ្លើងពណ៌មាសគ្រប់ដណ្ដប់លើរាងកាយរបស់គាត់ដូចជាអាវរបស់អធិរាជវ័យក្មេងអ្នកការពារទាំង4បានប្រើកម្លាំងអស់ពីសមត្ថភាពប៉ុន្តែពួកគេបរាជ័យការវាយប្រហាររបស់ពួកគេមិនអាចបំបែកការពាររបស់ស៊ូឈីងបានផងមួយសន្ទុះក្រោយមកអ្នកការពារទី1បានដួលរលំបន្ទាប់មកទី2ទី3និងទី4ក្នុងរយៈពេលដ៏ខ្លីអ្នកការពារទាំងអស់ត្រូវបានសម្លាប់ស៊ូឈីងដើរកាត់ផែរបស់ពួកគេឲ្យសម្លឹងមើលចូលទៅក្នុងប្រាសាទនៅទីនោះមានបុរសម្នាក់កំពុងអង្គុយយ៉ាងស្ងប់ស្ងាត់នៅមុខឡចម្រាញ់ថ្នាំគាត់គឺជាមេដឹកនាំកុលសម្ព័ន្ធផ្កាយសមុទ្រជាកុំប្រុសរបស់បុព្វបុរសនិងជាអ្នកកម្រិតស្នូមាសប៉ុន្តែអ្វីដែលធ្វើឲ្យគាត់គួរខ្លាចបំផុតមិនមែនជាកម្លាំងរបស់គាត់ទេគឺភាពពំងើយកន្តើយរបស់គាត់នៅខាងក្រៅមនុស្សនិងកុលសម្ព័ន្ធរបស់គាត់កំពុងដួលរលំសមរភូមិបានคล้ายទៅជាសមុទ្រនៃឈាមប៉ុន្តែគាត់នៅតែអង្គុយស្ងប់ស្ងាត់ដោយផ្ដោតលើការចម្រាញ់ថ្នាំរបស់គាត់ហាក់ដូចជាជីវិតរបស់អ្នកដទៃគ្មានតម្លៃសម្រាប់គាត់ឡើយនៅពេលនោះមេក្រុងក៏បានមកដល់បន្ទាប់ពីមានអារម្មណ៍ថាធម្មពលដ៏គួរខ្លាចរបស់មេដឹកនាំផ្កាយសមុទ្រសំបីតគាត់ក៏ចាប់ផ្ដើមយុទ្ធចិត្តទៅដាក់ដែរដោយមិនស្ទាក់ស្ទើរគាត់ងាកទៅរកស៊ូឈីងហើយនិយាយថាតោះយើងសម្រាប់គាត់ទាំងពីរនាក់ស៊ូឈីងងក់ក្បាលពាក្យបន្ថែមគ្មានន័យទៀតទេអ្នកទាំងពីរបានសម្រុកចូលទៅក្នុងពេលតែមួយហើយនៅវិនាទីនោះមេដឹកនាំផ្កាយសមុទ្រក៏បើកភ្នែកឡើងយឺតសម្ពាធដ៏មហិមាមួយបានផ្ទុះចេញពីរាងកាយរបស់គាត់គ្រប់ដណ្ដប់ប្រាសាទទាំងមូលសំបីតស៊ូឈីងក៏មានអារម្មណ៍ថាថប់ដង្ហើមរបស់ខ្លួនធ្ងន់ធ្ងរឡើងប៉ុន្តែទោះជាយ៉ាងណាក៏ដោយទាំងគាត់និងមេក្រុងមិនបានដកថយឡើយពួកគេនៅតែបន្តទៅមុខមេដឹកនាំផ្កាយសមុទ្រសម្លឹងមកពួកគេឲ្យបញ្ចេញស្នាមញញឹមតិចនៅក្នុងក្រសែភ្នែករបស់គាត់ការដែលអ្នកប្រយុទ្ធវ័យក្មេងពីរអ្នកហ៊ានប្រឈមមុខនឹងអ្នកមានកម្រិតស្នូមាសគឺជារឿងគួរឲ្យអស់សំណើចប៉ុន្តែពេលខ្លះសត្រូវដែលគួរឲ្យខ្លាចបំផុតគឺអ្នកដែលមិនព្រមទទួលស្គាល់ពាក្យថាបរាជ័យភ្លាមនោះសម្ដីរបស់មេកុលសម្ព័ន្ធ
ព័ន្ធកាយសមុទ្របានបន្លឺឡើងយ៉ាងប្រងើយកែវភ្នែករបស់វាពោពេញដោយការមើលងាយគ្រាន់តែជើងរបស់វាឈានជន់លើដីភ្លៀងរាងកាយរបស់វាស្រាប់តែបំបែកចេញជាពីរហាក់ដូចជាមានប្រពីរដែលពោពេញដោយគំនុំដើរចេញមកមួយរំពេចនោះមេកូនសម្ព័ន្ធបានខ្លាចជាពីរនាក់មួយសម្ដៅទៅរកប្រធានក្រុមនិងមួយទៀតសម្ដៅទៅរកស៊ូឈីងក្នុងល្បឿនលឿនដោយផ្លេចបន្ទោមកដល់ចំពោះមុខស៊ូឈីងមេកូនសម្ព័ន្ធបានលើកម្រាមដៃចង្អុលខាងស្ដាំឬចាក់សម្ដៅទៅចំថ្ងាសរបស់ស៊ូឈីងតែម្ដងវាបានញញឹមចុងមាត់យ៉ាងស្រទន់ប៉ុន្តែម្រាមដៃនោះបានបញ្ចូលថាមពលកម្រិតស្នូមាសយ៉ាងខ្លាំងក្លាបង្កើតបានជាសម្ពាធខ្យល់ព្យុះផ្ទុះឡើងយ៉ាងខ្លាំងសម្ពាធនេះខ្លាំងរហូតដល់ធ្វើឲ្យរាងកាយរបស់ស៊ូឈីងញ័ររន្ធត់ហើយអណ្ដាតភ្លើងជីវិតនៅក្នុងខ្លួនរបស់គាត់ស្ទើរតែរលត់ទៅហើយឃើញសភាពមិនស្រួលអ្នកចម្បាំងមាសដែលស្ថិតនៅក្នុងដំបងដែកបានហោះចេញមកយ៉ាងលឿនដើម្បីជួយរារាំងប៉ុន្តែមេកូនសម្ព័ន្ធគ្រាន់តែប្រើម្រាមដៃដាក់ដំបងដែកនោះស្រាលស្រាលដំបងដែកដ៏រឹងមាំក៏ត្រូវទៀតចេញទៅម្ខាងថែមទាំងលេចចេញស្នាមប្រេះស្នាមពេញផ្ទៃទៀតផងមិនទុកឲ្យដកដង្ហើមមេកូនសម្ព័ន្ធបានដើរទៅមុខមួយជំហានទៀតហើយចាក់ម្រាមដៃទៅរកថ្នាក់ស៊ូឈីងជាលើកទី2តើអ្នកទាំងអស់គ្នាដឹងទេថាក្នុងគ្រាដ៏គ្រោះថ្នាក់នោះស៊ូឈីងមិនបានថយក្រោយសូម្បីតែមួយជំហានកែភ្នែករបស់គាត់ឡើងក្រហមពោពេញដោយភាពឈួតវង្វេងនិងការសម្លាប់ភ្លាមនោះសត្វក្អែកមានដែលជាវិញ្ញាណការពារខ្លួនបានលេចឡើងរួចដកដង្ហើមស្រូបយកថាមពលឈាមរបស់សត្រូវយ៉ាងសាហាវជំនួសឲ្យការរត់គេខ្លួនស៊ូឈីងបែរជាបង្កើនល្បឿនរួចយកក្បាលទៅបុកនឹងម្រាមដៃស្នូមាសនោះពេញទំហឹងសម្លេងផ្ទុះឡលឺក្រាំងកម្លាំងបុកដ៏មហាសាលបានធ្វើឲ្យម្រាមដៃមេកូនសម្ព័ន្ធត្រូវបែកតិចទីចំណែកឯស៊ូឈីងវិញត្រូវកម្លាំងនោះរុញឃ្លាតទៅក្រោយយ៉ាងខ្លាំងតែសំណាងល្អដែលគាត់មានខ្សែកមន្តអង្គមការពារទើបមិនរងរបួសធ្ងន់ធ្ងរព្រឹត្តិការណ៍ទាំងពីរនេះបានកើតឡើងក្នុងពេលតែមួយយ៉ាងស៊ីចង្វាក់នៅឯម្ខាងទៀតប្រធានក្រុមក៏ត្រូវប្រឈមមុខនឹងរាងកាយបំបែកទី2របស់មេកូនសម្ព័ន្ធផងដែរដែលកំពុងតែចាក់ម្រាមដៃទៅរកថ្នាក់គាត់ដូចគ្នាវិធីនេះដោះស្រាយរបស់ប្រធានក្រុមគឺស្រដៀងនឹងស៊ូឈីងដែរប៉ុន្តែវាប្លែកនិងហួសចិត្តជាងឆ្ងាយណាស់ប្រធានក្រុមរបស់យើងគឺបានបើកមាត់ធំរួចខំម្រាមដៃមេកូនសម្ព័ន្ធនោះយ៉ាងកោខៅតែម្ដងទោះបីជាម្រាមដៃនោះរឹងមាំហើយធ្វើឲ្យគាត់បាក់ធ្មេញអស់ពី3ក៏ដោយក៏គាត់ខំរហូតដល់ធ្លាយស្បែកឈាមស្រោចពេញមាត់ដែរមុននឹងប្រើដៃបង្កើតខែមន្តអង្គដើម្បីទប់ទល់នឹងកម្លាំងបក់ដែលរុញរូគាត់ឲ្យឃ្លាតចេញទៅក្រៅបន្ទាប់ពីការប៉ះទង្គិចគ្នារាងកាយបំបែកទាំងពីររបស់មេកូនសម្ព័ន្ធក៏បានរួមបញ្ចូលគ្នាតែមួយវិញហើយរបួសម្រាមដៃរបស់គាត់បានជាសះស្បើយឡើងវិញភ្លាមគ្មានសល់ស្នាមទាល់តែសោះដោយសារអំណាចស្នូមាសមេកូនសម្ព័ន្ធបាននិយាយតាំងប្រងើយថាពិតជាគួរឲ្យចាប់អារម្មណ៍មែនរួចក៏ដើរសម្ដៅទៅរកប្រធានក្រុមម្ដងប៉ុន្តែដើរមិនទាន់បានពី3ជំហានផងមុខរបស់វាស្រាប់តែប្រែពណ៌ភ្លាមម្រាមដៃដែលទៅតែជាសះស្បើយមុននេះបានប្រែជាខ្មៅស្រទុំព្រោះក្នុងរបស់វាឥឡូវនេះពោពេញដោយសត្វខ្មៅរាប់មិនអស់ដែលកំពុងតែដេញស៊ីគ្រឿងក្នុងរបស់វានិងបញ្ចេញសារធាតុពលផ្លាស់ប្ដូរសែនយ៉ាងសាហាវគោកខៅនេះហើយជាលទ្ធផលនៃការសហការគ្នាយ៉ាងស៊ីសង្វាក់របស់ស៊ូឈីងនិងប្រធានក្រុមស៊ូឈីងដឹងច្បាស់ពីទម្លាប់ប្រធានក្រុមរបស់គាត់ថាចូលចិត្តដើរខំផ្ដេសផ្ដាស់ដូច្នេះមុននឹងប្រយុទ្ធស៊ូឈីងបានលួចដាក់សត្វល្អិតពលទាំងនេះនៅក្នុងផ្លែប៉ោមដែលប្រធានក្រុមញ៉ាំឯប្រធានក្រុមវិញក៏ដឹងល្បិចនេះដែរតែមិនខ្វល់ក៏លាក់សត្វល្អិតទាំងនោះនៅចន្លោះធ្មេញពេលទៅខំមេកូនសម្ព័ន្ធសត្វល្អិតក៏រត់ចូលទៅក្នុងសាច់របស់វាភ្លាមពិតជាយុទ្ធសាស្ត្រដ៏ចង្រៃមែនទែនមេបិសាចកំពុងតែឈឺចាប់អ្នកទាំងពីរមិនបង្អង់យូរឡើយស៊ូឈីងបានបញ្ចេញអស់ពីសមត្ថភាពស្រមោលរបស់គាត់អូបន្លាយនឹងនិមិត្តសញ្ញាភ្លេងម៉ូតូនៅលើដំបងដែកភ្លឺឡើងសត្វក្អែកមាសខុសក្រឡឹងពីលើរួចអណ្ដាតភ្លើងជីវិតនិងចង្កៀងរបស់គាត់ក៏ឆេះឡើងសន្ធោសន្ធៅស៊ូឈីងបានប្រមូលបដូរថាមពលពីរ៉ុនពេលតំបន់ជាង60ពេកចេញមួយដំបងអូបន្លាយជាសមុទ្រភ្លើងដ៏ក្តៅកុំចំណែកឯប្រធានក្រុមវិញក៏ទុះថាមពលមិនចាញ់គ្នាដែរនិមិត្តសញ្ញាមុនអង្គមនៅក្នុងភ្នែករបស់គាត់បានបើកធ្វើឲ្យសិទ្ធិនភាពចុងវិញធ្លាក់ចុះភ្លាមដីចាប់ដើមកក់កំតិចទាំងកក់ហោះពីពេញអាកាសផ្ដល់នូវភាពត្រជាក់ស្រទុំដែលអាចបង្កក់បានទាំងស្មារតីមនុស្សម្នាក់បានបញ្ចេញភ្លើងដ៏ក្តៅរោរាម្នាក់ទៀតបញ្ចេញទឹកកកដ៏ត្រជាក់ស្រាប់ថាមពលទាំងពីរនេះបានសម្រុកចូលទៅរកមេកូនសម្ព័ន្ធផ្កាយសមុទ្រក្នុងពេលតែមួយក្នុងគ្រានោះភាពឈួតលារបស់ប្រធានក្រុមបានឡើងដល់កំពូលស្រាប់តែមានដៃមេបិសាចពកខៀវមួយចាក់ធ្លាយចេញពីដើមទ្រូងរបស់គាត់ដៃនោះមានក្រញាំឆ្អឹងវែងហើយនៅចុងកណ្ដាលបាត់ដៃមានមុខរបស់ប្រធានក្រុមផ្ទាល់កំពុងតែដេកលក់ដៃបិសាចនោះបានទៅចាប់ក្បាលមេកូនសម្ព័ន្ធផ្កាយសមុទ្រយ៉ាងណារហូតដល់វាកក់ភ្លាមស្រាប់ពេលជាមួយគ្នានេះស៊ូឈីងក៏ហោះមកដល់រួចដកផ្ទាំងគំនូអសរមន្តអាគមរបស់លោកគ្រូទី6មកបន្លឺពាក្យថាភ្លើងភ្លាមនោះភ្លើងពណ៌បៃតងដ៏សាហាវបានឆេះរលាយសាច់មេកូនសម្ព័ន្ធនោះតិចទីទោះបីជាសាច់ត្រូវរលាយក៏ដោយប៉ុន្តែភ្នែករបស់
របស់មេកូនសំប៉មិនមានភាពភ័យខ្លាចតរសោះវាគ្រាន់តែភ្ញាក់ផ្អើលដែលសូឈីងមានអសររបស់កម្ពុជាអ្នកខ្លាំងមួយរំពេចនោះរាងកាយរបស់វាបានផ្ទុះឡើងហើយមានតង់ដ៏ធំមួយវាយបក់មកលើពួកអ្នកទាំងពីររឿងនេះធ្វើឲ្យសូឈីងនិងប្រធានក្រុមខ្ទាកចេញទៅឆ្ងាយជាង300ម៉ែត្រគាត់ឈាមមកព្រុសសំណាងល្អបានខ្សែកការពាររបស់លោកគ្រូទី6ជួយទៅមិនធ្លាយសរីរាង្គខាងក្នុងនៅពេលដែលផ្សែងហុយត្រលបានរលាយបាត់ទៅរូបរាងពិតប្រាកដរបស់សត្រូវក៏បានលេចចេញមកវាជាសត្វពាហនៈចម្លែកដែលមិនមែនជាមនុស្សមានកម្ពស់រហូតដល់3ម៉ែត្រខ្លួនពោប្រាក់ក្បាលរាងត្រីកោណមានប្រស័យភ្នែក2ជាន់លានអដាតយ៉ាងវែងហើយខ្លួនប្រាណទាំងមូលពោពេញទៅដោយដង្កូវសត្វសមុទ្ររាប់មិនអស់កំពុងតែស្រែកចង់ស៊ីសាច់អ្វីដែលធ្វើឲ្យសូឈីនិងប្រធានក្រុមភេរីរន្ធត់បំផុតនោះគឺថាមពលដែលចេះចេញពីខ្លួនវាមិនមែនកម្រិតស្នូមវាទៀតទេវាគឺជាកម្រិតកម្ពស់ប្រលឹងដើមកំណាប់ដែលជាកម្រិតដ៏ពងពោះនិងគួរឲ្យខ្លាចបិសាចប្រាក់នោះបាននិយាយមើងងាយថាមិននឹកស្មានថានៅកន្លែងដាច់ស្រយាលបែបនេះសម្បូរទៅដោយក្មេងៗផ្លាច់សោះម្នាក់មានមេបិសាចក្រេកម្រិត4នៅក្នុងខ្លួនសម្ដៅទៅលើប្រធានក្រុមហើយម្នាក់ទៀតមន្តអាគមអធិរាជសម្ដៅទៅលើស៊ូឈីងនៅពេលដែលលើបិសាចប្រលឹងកំណើតនិយាយបែបនេះស៊ូឈីងស្រាប់តែលួចដកដង្ហើមធំដោយក្តីធូរស្រាលនៅក្នុងចិត្តពីព្រោះថាមេបិសាចបានដឹងរឿងខ្លះប៉ុណ្ណោះប៉ុន្តែអាចកំបាំងដ៏ធំបំផុតរបស់គាត់ដូចជាចង្កៀងជីវិតវិញ្ញាណស្រមោលនិងគ្រីស្តាល់ពណ៌ស្វាយគឺមេបិសាចមើលមិនធ្លាយទាល់ទេសោះងាកមកខាងប្រធានក្រុមវិញក៏លួចដកដង្ហើមធំដល់ក្តីធូរស្រាលដូចគ្នាព្រោះគាត់ក៏មានអាចកំបាំងផ្ទាល់ខ្លួនដែលមិនចង់ឲ្យគេដឹងដែរទោះបីស្ថិតក្នុងស្ថានភាពចាញ់ប្រៀបយ៉ាងខ្លាំងក៏ដោយប៉ុន្តែស្មារតីសម្លាប់របស់ពួកគេនៅតែមិនរាថយអ្នកទាំងពីរបានងាកមើលមុខគ្នាចង់កែភ្នែកគ្នាទៅវិញទៅមកហើយពួកគេក៏ដឹងភ្លាមថាពួកគេកំពុងតែគិតរឿងដ៏ឈ្គត់លីលាដូចគ្នាទៀតហើយពិតជាគូកនដ៏ស័ក្តិសមមែនម្នាក់ក្បាលដៃម្នាក់ថ្មីមុតមិនដឹងថាអ្នកណាឈ្គត់ជាងអ្នកណាទេតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះភាពចិត្តសឿងនិងល្បិចកលរបស់សូឈីនិងប្រធានក្រុមនៅក្នុងវគ្គនេះតើផែនការឈ្គត់លារបស់ពួកគេគឺជាអ្វីដើម្បីទប់ទល់នឹងកម្ពុជាមេវិស័យកម្រិតប្រលឹងដើមកំណើតនេះសូមកុំភ្លេចចុច like share subscribe ម្នាក់មួយផងណាដើម្បីរងចាំទស្សនាភាពបន្តដ៏ជក់ចិត្តនៅវីដេអូក្រោយសូមខមមិនមតិរបស់អ្នកនៅខាងក្រោមទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំសូមជម្រាបលាបាយ